ទុកកូនសៅម៉ូតូក្នុងក្លឹបមុខត្រូវលោកចៅជីកង់មកលួចយកទៅបាត់ជនសង្ស័យត្រូវប៉ូលីសស្រុកកោះធំចាប់ខ្លួនបានក្រោយយកម៉ូតូនោះទៅបញ្ចាំ anh chỉ con mà tôi cam giết nuôi mà nè nè ai nhỉ cho con cọt máu đây nè con cọt máu đây tại chỉ tôi cam giết nuôi nè con mà là điên thấy không phải đây mà tố này muốn ba vô tận này vô được trăm nè nâng nên đồng xa nè trăm cái mùi gì hiền ba mà nổi rồi bạn rồi lá cho em ý lối vô tận đang ở trái trụ ở gì nhờ trụ chắc anh ម៉ូតូ Honda Beat មួយគ្រឿងត្រូវបានលោកចៅលួចយកទៅបាត់បន្ទាប់ពីម្ចាស់បានទុកកូនសោក្នុងក្លឹបខាងមុខក្រោយមកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនៅគឺបានស្រុកកោះធំចាប់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពយកម៉ូតូនោះទៅបញ្ចាំហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី 2 ខែឧសភាឆ្នាំ 2025 វេលាម៉ោង 8:50 នាទីព្រឹកនៅចំណុចមុខផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិព្រែកថ្មីឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្ដាល សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះហៃសវណ្ណភេទប្រុសអាយុ 41 ឆ្នាំមុខរបរលក់ដូរមានទីលំនៅក្នុងភូមិឃុំកើតហេតុហើយម៉ូតូដែលបានបាត់បង់គឺម៉ាក Honda Beat ពណ៌សលីខៀវស៊េរីឆ្នាំ 2022 ពាក់ផ្លាកលេខភ្នំពេញ 1JD 0486 សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានយកម៉ូតូរបស់គាត់ចេញពីក្នុងផ្ទះមកទុកនៅមុខផ្ទះដោយបែរក្បាលម៉ូតូទៅទិសខាងកើតហើយបានភ្លេចទុកកូនសៅម៉ូតូនៅក្លឹបខាងមុខរួចក៏បានបើកឡានដឹកអីវ៉ាន់ចេញទៅលក់ដូរបាត់ទៅបន្តិចក្រោយមកស្រាប់តែកូនស្រីរបស់ជនរងគ្រោះឈ្មោះវ៉ាន់ស្រីណុចបានទូរស័ព្ទមកប្រាប់ថាម៉ូតូរបស់យើងត្រូវបានចោរលួចយកទៅបាត់ហើយឬដូចនេះជនរងគ្រោះក៏បានបើកឡានត្រឡប់មកផ្ទះវិញនៅពេលមកដល់ផ្ទះគាត់បាននាំគ្នាទៅសុំអ្នកជិតខាងជួយឆែកកាមេរ៉ាសុវត្ថិភាពមើលទើបដឹងថាមានជនសង្ស័យម្នាក់បានជិះកង់ចូលមកលួចម៉ូតូរបស់គាត់ជិះចេញទៅតាមផ្លូវជាតិលេខ 21 បាត់ទៅដោយបន្សល់ទុកនៅកង់ទូប្រុសពណ៌ខ្មៅចំនួន1គ្រឿងនៅកន្លែងកើតហេតុភ្លាមនោះជនរងគ្រោះបានមករាយការណ៍និងដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរករហូតមកដល់ថ្ងៃទី 18 ខែឧសភាឆ្នាំ 2025 វេលាម៉ោង 19:00 នាទីកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំនិងកម្លាំងប៉ុស្តិ៍នគរបាលព្រែកថ្មីបានចេញល្បាតមកដល់ចំណុចលើស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំក៏បានជួបប្រទះមុខសញ្ញាជនសង្ស័យឈ្មោះលីសវណ្ណរិទ្ធភេទប្រុសអាយុ 33 ឆ្នាំមានទីលំនៅភូមិព្រែកមេស្រុកក្រុងសំពៅពួនខេត្តកណ្ដាលកំពុងតែជិះកង់មកលេងលើស្ពានតែម្នាក់ឯងដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីសួរអំពីរឿងហេតុនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះលីសវណ្ណរិទ្ធបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែនគឺដោយសារតែជនរងគ្រោះបានទុកកូនសោនៅក្នុងក្លឹបម៉ូតូខាងមុខដោយឃើញមានឱកាសទើបខ្លួនដើរចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះជិះទៅបាត់ក្រោយពេលលួចម៉ូតូបានជនសង្ស័យបានជិះម៉ូតូនោះយកទៅដាក់បញ្ចាំទៅឲ្យឈ្មោះហ៊ីមភេទប្រុសរស់នៅសង្កាត់ព្រែកស្ដីក្រុងសំពៅពួនខេត្តកណ្ដាលបានប្រាក់ចំនួន$200ក្នុងចំណោមប្រាក់នោះគេបានយក$100ទៅទិញទូរស័ព្ទថ្មីមួយគ្រឿងម៉ាក Vivo ពណ៌ផ្ទៃមេឃចំណែកឯប្រាក់ដែលនៅសល់$100ទៀតគឺទុកសម្រាប់ស៊ីចាយជនសង្ស័យក៏ត្រូវបានធ្វើតេស្តទឹកនោមឃើញលទ្ធផលវិជ្ជមានផងដែរបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ កាលអពីផ្ទះល្វែងថេនងាត់ក្នុងតែខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61